ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនចាក់ជាមួយនឹងផ្កា tulip តោះចូលមកជួរទី1ធ្វើ magic ring លើករាល់ដងបន្ទាប់មកចាក់ single crochet នៅក្នុង magic ring ឲ្យបាន6ចាប់ផ្ដើមទាញខ្សែឲ្យតឹងកុំឲ្យនៅចំហហើយធ្វើការចាក់បិទមុខហើយឡើងកន្ទុយកន្ទល់មួយបន្ទាប់មកយើងចាក់ single crochet មួយចូលមកជួរទី2ជួរទី2យើងចាក់ INC ចំនួន6ដង INC គឺជា increase ក្នុងមួយប្រឡោះចាក់2មួយប្រឡោះចាក់2ចូលមកដល់ជួរទី3យើងចាក់ single crochet 1និង increase 1 single crochet ក្នុងមួយប្រឡោះ1 increase មួយប្រឡោះ2ចាក់ឲ្យបានចំនួន1ជុំវិលមកជួបគ្នានៅជុំទី4សម្រាប់ជុំទី4ចាក់2 single crochet និង increase 2 single crochet មានន័យថា1ប្រឡោះ1 1ប្រឡោះ1 1ប្រឡោះទៀតគឺ2ចំណែកឯជុំទី5ដល់ជុំទី10គឺយើងចាក់ single crochet សុទ្ធតែម្ដងឥឡូវយើងចាក់បានគ្រប់ជុំទី10ហើយយើងចាប់ផ្ដើមធ្វើការដាក់សម្លៃល្មមកុំឲ្យច្រើនពេករួចបន្ទាប់មកគឺសើកជាមួយនឹងម្ជុលយើងចាក់មុំជា4បែបនេះចាក់ដូចនឹងខ្ញុំទាញមកស្អាតតែម្ដងចាសើកមួយជ្រុងដូចនឹងខ្ញុំបែបនេះបន្ទាប់មកយើងចាប់ផ្ដើមទាញខ្សែគឺចេញជាមួយនឹងផ្នត់ផ្កា tulip របស់យើងស្អាតហើយស្មើជុំគ្នាល្អទាញឲ្យតឹងចាឥឡូវនេះយើងបានផ្កា tulip ចំនួន2ពណ៌ហើយយើងទៅចាក់ជាមួយនឹងស្លឹកទាំងអស់គ្នាសម្រាប់ស្លឹកវិញគឺយើងចាក់មានលើមានក្រោមហើយពីដំបូងគឺយើងចាក់ជាមួយនឹងកន្ទុយកន្ទល់ចំនួន19ហើយនៅក្នុងកន្ទុយកន្ទល់នោះគឺយើងត្រឡប់មកវិញយើងចាក់ single crochet 1បង្គោលរបងតឿ1 double crochet ចំនួន5ហើយតទៅមុខទៀតគឺយើងចាក់ជាមួយនឹងបង្គោលរបងតឿហើយ single crochet គឺចប់ជាមួយនឹងម្ជួរហើយយើងត្រឡប់មកម្ខាងទៀតគឺយើងចាក់បែបនេះចំនួន2ដងអ្នកទាំងអស់គ្នាអាចមើលតាមវីដេអូនេះបានព្រោះដោយសារតែខ្ញុំគឺចាក់មួយជូនតែម្ដងអត់ខាលឿនទេហើយក៏មិនកាត់ខ្លាំងដែរចានេះយើងចូលផ្នែកខាងក្រោមយើងចាក់ត្រឡប់មកខាងលើអញ្ចឹងវិញឥឡូវយើងបានស្លឹកស្អាតចាតម្រង់ស្មើគ្នាហើយយើងចាប់ផ្ដើមភ្ជាប់ជាមួយនឹងគូតផ្កាចាប់ផ្ដើមចាក់ជាមួយនឹងតងផ្កាសម្រាប់តងផ្កានេះយើងចាក់ជាកន្ទុយកន្ទល់អ្នកទាំងអស់គ្នាស្រឡាញ់ប្រវែងប៉ុណ្ណាចាក់ប្រវែងប៉ុណ្ណឹងដើម្បីភ្ជួរទៅតាមកាបូបរបស់អ្នកទាំងអស់គ្នាបើកាបូបយើងទូយើងចាក់ខ្លីល្មមបានហើយតែបើកាបូបលក្ខណៈស្ពាយជាកន្ត្រកធំយើងអាចចាក់មកវែងបានមកសមស្របនឹងប្រវែងដែលចំណូលចិត្តចាភ្ជាប់មកម្ខាងជាមួយនឹងផ្កាមួយទៀតរួចជាស្រេចបន្ទាប់មកយើងភ្ជាប់ស្លឹកជាមួយនឹងតងផ្កាយើងសោកបែបនេះគឺយើងអាចទាញទៅលើទៅក្រោមបានចង់បានប៉ុណ្ណាក៏បានចាធ្វើបញ្ចូលគ្នាក៏បានស្មើគ្នាក៏បានដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់សូមជួយ Subscribe នឹងខ្ញុំផងណា